ចំហុយយើងធ្លាប់ញ៉ាំហើយថ្ងៃនេះយើងមកធ្វើពីវិធីឆាផ្អកត្រីប្រាជាមួយនឹងសាច់ជ្រូក3ជាន់ទាំងអស់គ្នាគ្រឿងផ្សំគោលរបស់យើងគឺមានសាច់ជ្រូក3ជាន់ជាមួយនឹងផ្អកត្រីប្រាលាងឲ្យស្អាតកាត់ជាដុំបន្ទាប់មកដាក់ខ្ទះក្តៅរួចដាក់ខ្លាញ់ជ្រូកចូលនៅពេលដែលខ្លាញ់ក្តៅយើងចាក់សាច់ជ្រូក3ជាន់របស់យើងចូលរួចរំលឹងវាឲ្យឈ្ងុយឲ្យឆ្អិនឡើងក្រហមល្អរៀងក្រៀមបន្តិចបន្ទាប់មកយើងដាក់ខ្ទឹមសដែលចិញ្ច្រាំចូលអូវារំលឹងឲ្យឈ្ងុយបន្តិចយើងដាក់ស្ករត្នោតចូលបន្ទាប់មកយើងកូរវាឲ្យឈ្ងុយសព្វជាមួយនឹងខ្ទឹមសយើងឆាជាមួយនឹងសាច់ជ្រូកនៅក្នុងខ្ទះនេះចូលយើងឆាសាច់ជ្រូករបស់យើងជាមួយនឹងគ្រឿងឲ្យចូលគ្នាសព្វល្អបន្ទាប់មកយើងចាក់ផ្អករបស់យើងចូលរួចយើងឆាផ្អកជាមួយនឹងសាច់ជ្រូកឲ្យចូលគ្នាឲ្យចូលសព្វគ្នាយើងដាក់ខ្ទឹមក្រហមចូលបន្តិចមួយចេងស្ករសម្សៅស៊ុបជួយនឹងប្រេងខ្យងទឹកត្រីរបស់យើងឆាវាចូលគ្នាឲ្យសព្វឆាឲ្យសព្វគ្នាបែបនេះហើយយើងដាក់ទឹកចូលបន្តិចដើម្បីរំងាស់ឲ្យគ្រឿងយើងទាំងអស់ចូលសព្វគ្នាជាមួយនឹងផ្អកឡើងឆ្អិនល្អយើងរំងាស់បែបនេះរហូតតតាវាអស់ទឹកយើងដាក់ទឹកអំពិលទុំចូលយើងដាក់ចូល3ស្លាបព្រាឲ្យវាមានជាតិជូរនិងជាតិចូលគ្នាល្អតោះមកយើងឆាគ្រឿងយើងអស់ចូលគ្នាម្ដងទៀតឆាឲ្យសព្វហើយយើងទុកវាឲ្យរីងទឹកបន្តិចទៀតហើយយើងដាក់ម្ទេសចូលនៅពេលដែលឆាយើងចាប់ឡើងរីងទឹកខ្ញុំភ្លក់ទៅស្ទើរខ្ញុំដាក់ស្ករសបន្តិចថែមស្ករស2ស្លាបមួយចេងហើយឆាវាចូលគ្នាសព្វមួយទំនងណាបងប្អូនអើយហើយយើងថែមខ្ទឹមក្រហមពីលើបន្តិចទៀតឲ្យវាឈ្ងុយលឹកខ្ទឹមឆាចូលគ្នាបែបនេះឆារបស់យើងគឺរួចរាល់ហើយក្លិនឈ្ងុយជាមួយនឹងសោភ័ណភាពគឺពិតជាទំនងខ្លាំងណាស់លេខ1ហ្មងណាតោះបន្តមកយើងដួសវាដាក់ចានយើងរៀបចំបន្លែរបស់យើងរបស់យើងតាមចំណូលចិត្តរបស់យើងផ្អកឆារបស់យើងបានរួចរាល់ហើយជួបគ្នានៅវីដេអូក្រោយៗទៀត